ទើបបញ្ចប់បេសកកម្មដើរថ្មើរជើងកុយអេនណាមិនខ្វល់ពីរឿងថែសម្រាប់មានគម្រោងបន្តបេសកកម្មថ្មីគ្រាន់តែបញ្ចប់បេសកកម្មដើរថ្មើរជើងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែកញ្ញាកុយអេនណាមានគម្រោងនឹងបន្តបេសកកម្មថ្មីជាបន្តទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរនៅកម្ពុជាដោយមិនខ្វល់ពីរឿងថែរក្សាសម្រស់បេសកកម្មដើរថ្មើរជើងរបស់កញ្ញាកុយអេនណាពីទីក្រុងភ្នំពេញទៅខេត្តសៀមរាបបានទូក៏ក្រើកពេញក្នុងនិងក្រៅប្រទេសនឹងទទួលបានការគាំទ្រពីមហាជនអ្នកខ្លះស្ទើរតែមិនជឿថានារីដ៏ស្រស់ស្អាតរូបនេះអាចធ្វើបានដែលសុខចិត្តលះបង់សម្រស់កម្លាំងកាយចិត្តដើរចម្ងាយរាប់រយគីឡូម៉ែត្របែបនេះប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺកុយអេនណាធ្វើបានសម្រេចក្នុងបេសកកម្មរបស់ខ្លួនថែមទាំងបានឆក់យកបេះដូងយ៉ាងច្រើនពីមហាជនជាមួយនឹងភាពជោគជ័យរបស់ខ្លួននេះកញ្ញាកុយអេនណាក៏មានគម្រោងបង្កើតបេសកកម្មថ្មីមួយទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាដោយគម្រោងថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាបដែរកញ្ញាកុយអេនណានៅពុំទាន់បង្ហើបប្រាប់ថានឹងបន្តបេសកកម្មទៅបែកខាងណានោះឡើយដោយសារទើបតែបញ្ចប់បេសកកម្មទី1របស់ខ្លួននាងថាគម្រោងអាចនឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខបន្ទាប់ពីបំពេញបេសកកម្មទី1ចប់កញ្ញាកុយអេនណាក៏បានបង្ហាញវត្តមានថ្មីជាមួយនឹងឈុតសម្លៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរតាមរយៈវីដេអូនិងរូបភាពរបស់នាងគឺបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនក៏លេចមកមើលសម្រស់កុយអេនណាវិញគឺមានការប្រែប្រួលច្រើនមិនស្រស់ស្អាតដោយកាលពីមុនទេជាពិសេសសម្បល់ស្បែករបស់នាងពេលនេះកាន់តែឡើងខ្មៅជាងមុនចំណែករឿងសម្រស់កញ្ញាកុយអេនណាបានបញ្ជាក់ថានាងមិនខ្វល់ពីរឿងសម្រស់នោះទេពីព្រោះនាងធ្វើបេសកកម្មមួយនេះឲ្យចប់នឹងជោគជ័យអ្វីត្បិតតែសម្បល់នាងមើលទៅខ្មៅបន្តិចមែនប៉ុន្តែស្អាតនិងគួរឲ្យស្រឡាញ់ណាស់ដោយដឹងសប្បាយថានាងជាមនុស្សស្រឡាញ់សម្បល់បែបនេះ